សារអាមេរិកបដិញ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនៅតំបន់ Indo-Pacific ដែលមានសុវត្ថិភាពនិងវិបុលភាពភ្នំពេញគណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានអះអាងថាអាមេរិកចង់ឃើញនៅការគោរពបទច្បាប់លើចំនួនព្រំដែនរវាងកម្ពុជាថៃនិងប្រែក្លាយចំនួនឲ្យទៅជាសន្តិភាពរងំនិងយូរអង្វែងការបញ្ជាក់របស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានធ្វើឡើងក្នុងពេលជំនួបជាមួយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅវិមានសន្តិភាពនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជានិងជំរុញអត្ថិភាពក្នុងការរក្សានៅសន្តិសុខសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកបានឲ្យដឹងថាគណៈប្រតិភូសភាដឹកនាំដោយលោក Adam Smith បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ឃើញនៅការគោរពបទច្បាប់លើចំនួនព្រំដែននិងប្រែក្លាយឲ្យទៅជាសន្តិភាពរងំនិងយូរអង្វែងក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាលោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិទាសីហាដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិងការធានានៅតំបន់ Indo-Pacific មានសេរីភាពនិងបើកចំហស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថាសហរដ្ឋអាមេរិកបដិញ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនៅតំបន់ Indo-Pacific ដែលមានសុវត្ថិភាពនិងវិបុលភាពគណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយលោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកនារសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2025នៅវិមានសន្តិភាពសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានអនុញ្ញាតឲ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោក Adam Smith សភាប្រចាំរដ្ឋ Washington រួមដំណើរជាមួយលោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlihan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៅជំនួបលោក Adam Smith បានសម្ដែងនៅសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចដែលបានចំណាយពេលវេលាដ៏វិមាញឹកអនុញ្ញាតឲ្យលោកនិងគណៈប្រតិភូបានចូលរួមពិភាក្សាការងារនៅពេលនេះគណៈប្រតិភូសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជាអាមេរិកព្រមទាំងបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចគណៈប្រតិភូនៅពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតគណៈប្រតិភូសហរដ្ឋអាមេរិកក៏បានកោតសរសើរចំពោះភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាការឆ្លើយតបសម្ដេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះសម្ដេចបវរធិបតីបានសម្ដែងនៅការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរក្នុងជំនួបនេះដែរសម្ដេចបវរធិបតីនិងគណៈប្រតិភូសហរដ្ឋអាមេរិកបានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាសេដ្ឋកិច្ចវិនិយោគការពារជាតិសន្តិសុខនិងអប់រំជាដើមពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឲ្យមានបទច្បាប់រវាងកម្ពុជានិងថៃបានឆាប់រហ័សដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននិងបានជម្រាបជូនគណៈប្រតិភូសភារដ្ឋអាមេរិកអំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃព្រមទាំងបានគូបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិភាពផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់និងច្បាប់អន្តរជាតិបាទប្រទេសថៃពូការឈ្លានពានគេពេកឥឡូវកម្មតាមតនហើយបាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកអត្ថបទមួយតទៅនឹងប្រទេសថៃបាទដែលបង្ហាញពីគ្រោះធម្មជាតិបាទចាអត្ថបទនេះគឺដកស្រង់ចេញពីកាសែត The Nation បាទដែលមានចំណងជើងថាខេត្ត24របស់ថៃ
ប្រឈមនឹងហានិភ័យខ្ពស់តាក់ទងទៅនឹងគ្រោះទឹកជំនន់ការបាក់ដីនិងគ្រោះទឹកជំនន់ភ្លាមបាទចាប់ពីថ្ងៃទី15ខែសីហារហូតដល់ថ្ងៃទី17បាទអញ្ចឹងគេបានព្យាករណ៍ហើយឥឡូវថ្ងៃទី21ហើយនាយកដ្ឋានការពារគ្រោះមហន្តរាយរបស់ថៃបានព្រមានថាខេត្ត24របស់ថៃគឺប្រឈមមុខបាទនឹងគ្រោះទឹកជំនន់ការបាក់ដីនិងគ្រោះទឹកជំនន់ភ្លាមចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែសីហាហើយអត្ថបទមួយទៀតគេបានបញ្ជាក់ថាការព្យាករណ៍នេះគឺនឹងបន្តរហូតដល់ថ្ងៃទី21ទៅដល់ថ្ងៃទី26បាទអញ្ចឹងចាប់ពីថ្ងៃ21ខែសីហារហូតដល់ថ្ងៃទី26ហ្នឹងគេគឺអាជ្ញាធររំពឹងថានៅតែបន្តមានភ្លៀងធ្លាក់ខ្លាំងហើយនឹងខ្យល់ព្យុះបាទហើយខាងក្រោមនេះគឺជាឈ្មោះខេត្តបាទដែលគេរៀបរាប់ហើយខ្ញុំមិនបាច់អានឲ្យបងប្អូនស្ដាប់ទេបាទហើយឈ្មោះក៏បាក់អានដែរអញ្ចឹងគ្រាន់តែដឹងថាបាទអាជ្ញាធរគេណែនាំឲ្យបាទមានការរៀបចំបុគ្គលិកជួយសង្គ្រោះបាទអញ្ចឹងប្រជាជននឹងសូមតាមដានសូមសហការជាមួយអាជ្ញាធរអញ្ចឹងទៅអញ្ចឹងកុំចេះតែឆ្លៀនពៀនគេពេកបាទកម្មពៀមានពិតបាទព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាទុក្ខតោទុក្ខតាណੰបាទសុខតោសុខតាណੰបុគ្គលណាឲ្យទុកគេឲ្យទុកវិញណាបាទអញ្ចឹងគ្រោះធម្មជាតិនេះគឺជាកម្មផលដែលប្រទេសថៃហ្នឹងគឺបានឆ្លៀនពៀនមកលើកម្ពុជាបាទប្រើតែហ៊ានមកពាត់យកដីនៅប្រទេសកម្ពុជាហ្នឹងដោយនិយាយថាដីដែលខ្លួនពាត់បលាលូហ្នឹងគឺជាដីរបស់ថៃដោយពឹងផ្អែកទៅលើផែនទីដែលគូសដោយខ្លួនឯងបាទអញ្ចឹងនៅពេលដែលតាហ៊ានថៃចូលមកពាត់នោះគឺធ្វើឲ្យប្រជាជនកម្ពុជាហ្នឹងដែលបាត់បង់ផ្ទះសម្បែងហ្នឹងយំស្រែកបាទកើតនៅសេចក្តីទុក្ខព្រាមក្រំអញ្ចឹងអាសេចក្តីទុក្ខហ្នឹងវាវិលទៅរកបាទប្រទេសថៃខ្លួនឯងហើយថ្ងៃនេះគឺថ្ងៃ21អត់ឃើញមានព័ត៌មានបញ្ជាក់ថាថៃកំពុងរងគ្រោះដោយសារភ្លៀងខ្លាំងខ្យល់ព្យុះទេបាទគ្រាន់តែការព្យាករណ៍ព្រោះអត់ឃើញមានព័ត៌មានបញ្ជាក់ថាថៃកំពុងរងគ្រោះទេប៉ុន្តែការព្យាករណ៍សម័យនេះគឺបាទទំនើបបាទច្រើនមានភាពសុក្រិតបាទអញ្ចឹងទោះជាគេមានផ្សាយអាចនឹងជួបគ្រោះក៏ថាបានដែរគ្រាន់តែគេអាចថាមិនផ្សាយអញ្ចឹងទៅអញ្ចឹងជាលទ្ធផលដោយសារតែថៃមើលឃើញទេឆ្លោះជាមួយកម្ពុជាផងភូមាផងហ្វីលីពីនទៀតបាទអញ្ចឹងទង្វើអាក្រក់ទាំងអស់ហ្នឹងវាគង់តែវិលរកម្ចាស់វាវិញទេបាទគាត់ទៅយូរឲ្យឆាប់ហើយតាមដែលគេថាតគ្នាណាយក9ហ្នឹងគឺថាឃើញផលតន់ហន់បាទអញ្ចឹងប្រទេសថៃគួរតែសាងអំពើល្អខ្លះទៅកុំដើរតែបៀតបៀនគេពេកបាទកុំអាងតែខ្លួនឯងមានធំដើរតែបៀតបៀនគេណាអញ្ចឹងសូមធ្វើសេចក្តីល្អទាំងអស់គ្នាដើម្បីយើងរស់នៅប្រកបដោយសន្តិភាពទាំងអស់គ្នាបាទ